បងប្អូនយើងដែលចូលទស្សនាកុំភ្លេចចុច share ទាំងអស់គ្នាបងប្អូនយើងនៅក្នុងវេលាថ្មីនេះបងប្អូនយើងចូលទស្សនាបានច្រើនគូសំដែរហើយបាទគឺបាន1600នាក់បាទចាប់ផ្ដើមប្រកួតហើយបងប្អូនបាទកលិចកលៀសភ្នែកបន្តិចបាទ Best Kunde ឲ្យមកឡាមីនយេម៉ាល់ឡាមីនមកជូនចូលឲ្យមក Ferran មិនចូលទេ no goal អូយ Ferran Torres Ilyas Sabanyi គឺជាអ្នករារាំងឱកាសគ្រាប់បាល់របស់ Barcelona អូមកកន្លែងនេះអត់មានគ្រាប់បាល់បងប្អូនអើយស្ដាយមែនទែនបាទឱកាសគ្រាប់បាល់មួយគ្រាប់បើកឆាករបស់ Barcelona ខឱកាសបាត់ Barcelona ទៅពី Pedri រុញឆ្វេងឲ្យ Marcos Rashford កាត់ចូល Ferran Torres ចូល Barcelona នាំមុខមួយគ្រាប់មុនហើយទៅលើក្រុម Paris Saint-Germain ដោយ Ferran Torres កាត់បាល់ចូលពី Marcos Rashford ដល់ប៉ារីសពេលនេះជួបរបស់ក្លឹម Barcelona ខ្លាំងមែនទែនបងប្អូនឥឡូវយូទស្សនានេះណែបានបាល់ពីឡាមីនឲ្យមក Pedri កាត់មកឆ្វេងទប់ផ្ទះចូលមកមិនអោបសាយទេ Rashford ផ្ទះចូលមក Ferran Torres អូខេសហការគ្នាបែបនេះទើបហៅថាក្រុមខ្លាំងបាទសម្រាប់ក្រុម Barcelona 1-0 បាទសម្រាប់ Barcelona នាំមុខទៅលើ Paris Saint-Germain ដោយ Ferran Torres គោលបងប្អូនដែលស្រឡាញ់ Barcelona ខមមិនដាក់ថាបាកាម្នាក់មួយមកបងប្អូនណាខ្លះស្រឡាញ់ Barca បងប្អូនណាបាទអូយច្រើនមកទៅអាយ៉ាបាត់រូបមកព្រាមទាត់ឆ្វេងអូស្រែកឡើងភ្លាត់សម្លេងបងប្អូនហើយ Dani Olmo លើកចូលបិចោត Hakimi ដាក់មកជើងស្ដាំផ្ទះចេញបានបាល់ជ្រុងមកខាងក្រុម Paris Saint-Germain សុតយោអាចច្រាប Hakimi អាចច្រាប Hakimi ណែដល់ចេញបានពី Wojciech Szczesny មកពីប៉ូឡូញបាទឥឡូវទៅទៀតហើយលឿនមែនតើបងប្អូនអូយបាទ Mendes ជ្រើចចូលគៀក Mendes បញ្ជូនចូលឱកាសម៉ៃលូតូក្របបាល់តំណងច្រើនគូនេះបងប្អូនមកយើងទស្សនានេះអូយបាទល្អណាស់ដាច់បាត់ម៉ៃលូទាត់បាទលើកមកក៏លើអាយ៉ា Bradley Barcola ឱកាសទៅទៀតហើយ Bradley Barcola ទាត់អត់ចូលទេបាទបានជូនមកស្ដាំដៃ Bradley Barcola ធ្វើការកើតអត់ Barcola ហ្វាំងទាញស្ដាំបាន Barcola សង្គ្រោះបានពី Wojciech Szczesny ទៅទៀតហើយកាត់ចូលក្នុងទុកមួយទាត់គ្រាបខ្សែការពាររបស់ Barcelona Hakimi ហ្វាំង1-2 Hakimi ជ្រើចចូលផុតអាចច្រាប Hakimi ផ្លាត់ទៅហើយផ្លាត់ចេញទៅខាងក្រៅបាទ Barcelona បិទអត់ចិត្តទេ Paris មកច្រើនដងណាស់ មីនយ៉ាម៉ាល់ឡាមីនមកជូនចូលទៅឲ្យ Ferran Torres កាត់ចូលមកនៅសល់ទាត់ស្ដាំថែមពីយ៉ាម៉ាល់ទៅទាត់ឆ្វេងទៀតនៅតែមិនចូលបានត្រឹមបាល់ជ្រុងបាល់នាំមុខ2-1នាំមុខអត់កើតយើងទស្សនានេះបាល់វាស្អាតពេកហើយ Dani Olmo សុទ្ធផ្លាតជាមួយជង្គង់របស់អាចច្រាប Hakimi ស្ដាយណាស់បងប្អូនអើយ Olmo នេះ Olmo Paris Saint-Germain ទាញ Paris គ្រប់គ្រងបាល់បានច្រើនកាត់មកក្រោយ Fabian Ruiz ស្រាលមកជើងឆ្វេងបាទរឿងស្រាលLamine Yamal លើកចូលណែមកជើងនេះសុទ្ធខុសបន្តិចលើកចូលឱកាសតែចូលក្នុងអត់ចូលទេ
Sự đánh tại đám Paris prăng lên chiêng bắn chun chỗ ao ca crop ball có bàn tay Bali offside ao cho hai goal pi crop tôi đừng mùi Paris Saint-Germain nộp một từ lơក្រុម Barcelona 2-1 no អូហូក្នុងដី Barcelona ទប់ Paris មិនជាប់ទេ2-1បងប្អូនយើងទស្សនាក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាអត់ផ្សាយបាល់ហ្នឹងមើលរូបភាពផ្សាយឡើងវិញមើលនេះអូអត់ទេអត់ offside ផងអត់ទេបងប្អូនណែផ្លឹប Barcelona លេងដូចអត់ប្រឹងមិនទេបាទរត់មើលគេដូចអត់ដេញតាមយកបាល់ផងបដោយឲ្យមិនមើល Gonzalo Ramos ដែលនៅអីខ្សែប្រយុទ្ធផ្លឹបមក2គ្រាប់ទល់នឹង1 Paris ជាអ្នកហូបបច្រាស់ទៅលើ Barca អូ Hansi Flick គាត់ខឹងបាទប្រិយមិត្តរបស់ក្រុម Paris Saint-Germain ក៏មិនដាក់បេះដូងម្នាក់មួយមើលនៅសល់2នាទីចុងក្រោយ check goal បាទ check VAR តន់ឲ្យទេបងប្អូនបាទ check គីឡូ offside VAR check គូបន្ទាត់ក្រិតដូចមើលព្រឹតព្រៀងបាទ check over ហើយណែកន្លែងនេះអត់ offside ទេអូនៅឆ្ងាយបាល់នៅពីមុខមនុស្សបញ្ញាកដាផ្លុំកញ្ញាបញ្ចប់ការប្រកួតដោយ Barcelona ចាញ់ Paris 2-1 នៅក្នុងដីខ្លួនឯង